ងមិនដែរមួយរយៈនេះសុខភាពកូន អាសាត់មុនគាត់ខ្ញុំហៀកច្រើនដល់ហាក់សើទៀតខ្ញុំពិតភ័យខ្លាំងណាស់គ្រូ ជំងឺរាកកើតឡើងញឹកញាប់ណាស់នៅលើកុមារហើយវាអាចធ្វើឲ្យកុមារមានបញ្ហាធ្ងន់ធ្ងរទៀតផង ចាខ្ញុំឮថានៅមណ្ឌលសុខភាពយើងមានវ៉ាក់សាំងថ្មីសម្រាប់ការពាររាតធ្ងន់មែនអត់គ្រូ បាទប៉ុន្មានហើយនៅមណ្ឌលសុខភាពយើងមានវ៉ាក់សាំងអាចបង្ការជំងឺរាកធ្ងន់ធ្ងរបានហើយវាអាចជួយឲ្យកុមារមានសុខភាពកាន់តែល្អប្រសើរ មិនចៃលោកគ្រូចង់ខ្ញុំចូលដល់កូនខ្ញុំទៅមណ្ឌលសុខភាពដែរអញ្ចឹង តោះយើងទៅ បាទអញ្ចឹងចាំខ្ញុំជូនទៅ ដំណឹងល្អថ្នាំបង្ការជំងឺរាកដែលបណ្ដាលមកពីវីរុសរ៉ូតាមានផ្ដល់ជូននៅគ្រប់មណ្ឌលសុខភាពនៅក្នុងប្រទេសកម្ពុជាយើងហើយថ្នាំបង្ការនេះជាប្រភេទបន្តមានសុវត្ថិភាពប្រសិទ្ធភាពខ្ពស់ផ្ដល់ជូនកុមារដោយឥតគិតថ្លៃអរគុណសម្រាប់ការមកទទួលសេវានៅក្នុងមណ្ឌលសុខភាពយើងខ្ញុំអាណាព្យាបាលទាំងអស់ដឹងដែរទេថាជំងឺរាកដែលបណ្ដាលមកពីវីរុសរ៉ូតាជាជំងឺឆ្លងខ្លាំងដោយផ្ទាល់ពីលាមកទៅមាត់ឬដោយប្រយោលតាមរយៈអាហារទឹកនិងសម្ភារៈប្រើប្រាស់មានវីរុសរ៉ូតាជំងឺរាកនេះមានរោគសញ្ញាដូចជាក្តៅខ្លួនរាកក្អួតចុកពោះឬខ្សោះជាតិទឹកហើយកុមារអាចឈានទៅដល់ការស្លាប់ប៉ុន្តែយើងអាចការពារជំងឺនេះបានដោយទទួលថ្នាំបង្ការ ឥឡូវនេះកូនរបស់បងបានទទួលវ៉ាក់សាំងការពារជំងឺរាកម្ដងរួចទៅហើយពេលកុមារមានអាយុ1ខែកន្លះបន្ទាប់មកនៅពេលដែលកូនរបស់បងមានអាយុ2ខែកន្លះបងត្រូវមកទទួលវ៉ាក់សាំងការពារជំងឺរាកជាលើកទី2ថ្នាំបង្ការនេះជួយការពារជំងឺរាកធ្ងន់ធ្ងរបាន ខ្ញុំបានទទួលថ្នាំបង្ការជំងឺរាករួចហើយសូមបងប្អូនពុកម៉ែប្រញាប់ឡើងនាំកូនមកទទួលថ្នាំបង្ការជំងឺរាកនៅមណ្ឌលសុខភាពឲ្យបានទាន់ពេលវេលា នាំកូនរបស់លោកអ្នកមកទទួលថ្នាំបង្ការនៅទីនេះដើម្បីសុខភាពល្អអនាគតភ្លឺស្វាងសម្រាប់ព័ត៌មានបន្ថែមសូមសាកសួរក្រុមទ្រទ្រង់សុខភាពភូមិឬបុគ្គលិកនៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត